បាទជំរាបសួរលោកស្រីដែលកំពុងតាមដានទស្សនាបណ្ដាញព័ត៌មាន AMS ខ្ញុំបាទវណ្ណលុកធ្វើសេចក្តីរាយការណ៍ចេញពីខេត្តកំពង់ចាមដែលនៅព្រឹកថ្ងៃទី1ខែមិថុនាឆ្នាំ2021ដែលជាខែថ្មីក៏ជាដើមខែនៃពាក់កណ្ដាលឆ្នាំ2026នេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលខេត្តកំពង់ចាមបានប្រពៃនៅពិធីចុះហត្ថលេខាដើម្បីកំណត់នៅព្រំប្រទល់ផែនទីរដ្ឋបាលឃុំសង្កាត់នៅក្នុងខេត្តកំពង់ចាមដែលខេត្តកំពង់ចាមនេះគឺជាខេត្តដំបូងគេបង្អស់ដែលបានបញ្ចប់នៅការវាស់វែងដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមុនដំបូងគេបង្អស់ក្នុងចំណោម25រាជធានីខេត្តនៅទូទាំងប្រទេសដែលពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមសហអធិបតីពីអាដាមអភិសន្តិបណ្ឌិតសសុខាបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអាដាមសាយសមាលបនាយករដ្ឋមន្ត្រីក្រសួងរាជចំដែនដីនគររូបនីយកម្មនិងសំណង់ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរបាទគណៈអភិបាលខេត្តកំពង់ចាមក៏ដូចជាបណ្ដាអភិបាលក្រុងស្រុកចៅសង្កាត់មេឃុំនៅក្នុងខេត្តកំពង់ចាមនេះចូលរួមយ៉ាងច្រើនផងដែរបាទតើតើនឹងពិធីនេះដែរអាដាមអូនចន្ទាអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាខេត្តកំពង់ចាមនេះគឺជាខេត្តដំបូងគេដែលបានបញ្ចប់ការវាស់វែងនិងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាប្រដ្ឋដែលសម្រេចបានប្រមាណជាង91,000ក្បាលដីនិងបានផ្ដល់បានកម្មសិទ្ធិជូនដល់ប្រជាប្រដ្ឋប្រមាណជាង89,000បានអាដាមអូនចន្ទាបញ្ជាក់ថាការងារចុះបញ្ជីជាប្រព័ន្ធជូនប្រជាប្រដ្ឋក្នុងខេត្តកំពង់ចាមនេះគឺបានបញ្ចប់ 100% ចាប់តាំងពីការចាប់ផ្ដើមអនុវត្តអំឡុងឆ្នាំ2003រហូតដល់ឆ្នាំ2025ដែលជាកត្តាជំរុញនៅកំណើនសេដ្ឋកិច្ចដោយខេត្តមានកំណើនសេដ្ឋកិច្ច8កន្លះសញ្ញា 3% និងមាន GDP មនុស្សម្នាក់ៗមានចំណូលកើនឡើងដល់$2,830ក្នុងមួយឆ្នាំបានមានប្រសាសន៍នៅក្នុងពិធីនេះដែរអាដាមបញ្ញរដ្ឋមន្ត្រីសាយសំអាលបានថ្លែងកត់សរសើរនៅវេតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ចាមក្រោមការដឹកនាំរបស់អាដាមអូនចន្ទាដែលធ្វើឲ្យខេត្តកំពង់ចាមមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់និងមានការប្រែមុខមាត់កាន់តែមានសោភ័ណភាពទាំងផ្នែកសន្តិសុខស្ដាប់ធ្នាប់សាធារណៈសេដ្ឋកិច្ចសង្គមគិច្ចប្រធានព្រមទាំងសមិទ្ធផលជាច្រើនទៀតជាមួយនេះអាដាមបញ្ញរដ្ឋមន្ត្រីក៏បានកត់សរសើរដល់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់នៅសាលយាយដីខេត្តដែលបានខិតខំបំពេញភារកិច្ចការងារវាស់វែងនិងកំណត់ព្រំប្រទល់រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ក្នុងខេត្តកំពង់ចាមរហូតឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅពេលនេះទន្ទឹមនេះអាដាមក៏បានរំលឹកពីការគិតគូររបស់រដ្ឋាភិបាលតាំងពីស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចនាយកហ៊ុនសែនមកម្លេះដោយជំរុញឲ្យមានការវាស់វែងដីធ្លីឲ្យបានចប់សពគ្រប់ចាប់ពីឆ្នាំ2012មកបាទហើយជាមួយគ្នានេះតកតងទៅនឹងការកំណត់ព្រំប្រទល់នេះដែរគឺពិតជាមានសារៈសំខាន់ចំពោះផែនការអភិវឌ្ឍក្នុងរដ្ឋបាលឃុំសង្កាត់ឲ្យបានច្បាស់លាស់តាមរយៈការកំណត់រដ្ឋបាលឃុំសង្កាត់នីមួយៗឲ្យបានជាក់លាក់ដែលការកំណត់នេះក៏បានផ្ដល់នៅទិន្នន័យច្បាស់លាស់សម្រាប់រដ្ឋបាលឃុំសង្កាត់នីមួយៗដាក់គោលដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ទៅមុខទៀតនឹងរៀបចំឈ្មោះតំបន់ភូមិសាស្ត្រជាអក្សរខ្មែរអក្សរឡាតាំងនិងបាលីសំស្ក្រឹតដើម្បីចុះបញ្ជីជាមួយគគមរៀបចំលេខកូដតំបន់លេខកូដភូមិសាស្ត្រនិងអាសយដ្ឋានឲ្យបានច្បាស់លាស់ជាមួយគ្នានេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នឹងចូលរួមជាមួយក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តលើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពកលឹះនៃយុទ្ធសាស្ត្របញ្ចការរបស់រដ្ឋាភិបាលគឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដោយធ្វើការកសាងភូមិឋានក្សេមសានទ្រនំសុភមង្គលនិងបរិយាជនបទដែលរៀបចំក្រុងនិងប្រជុំជនឲ្យមានលំហសាធារណៈរៀបចំសំណង់មិនរៀបរយភូមិឃុំសង្កាត់មានសុវត្ថិភាពធ្វើឲ្យជនបទជាជនបទទំនើបបាទជាមួយនឹងការកត់សរសើរឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានជំរុញដល់រដ្ឋបាលសង្កាត់ឃុំនីមួយៗក្នុងបណ្ដាខេត្តទាំងអស់គឺធ្វើយ៉ាងណាខិតខំនឹងលើកទឹកចិត្តឲ្យមានការកំណត់ព្រំប្រទល់រវាងឃុំសង្កាត់ឬរៀងខ្លួនឲ្យបានចប់សពគ្រប់ត្រឹមឆ្នាំ2026នេះដើម្បីជៀសវាងនៅការគ្រប់គ្រងជាន់គ្នារវាងឃុំសង្កាត់ដែលមានព្រំប្រទល់ជាប់គ្នាជាមួយនេះអាដាមអភិសន្តិបណ្ឌិតក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តនៅស្មារតីរួមគ្នាឈានដល់ការបញ្ចប់ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រទេសឲ្យបានចប់សពគ្រប់ដែលកិច្ចការកំណត់ព្រំប្រទល់ផែនទីរដ្ឋបាលឃុំសង្កាត់ក្នុងខេត្តកំពង់ចាមជាសាក្សីនៅពេលនេះក៏បង្ហាញពីកិច្ចសហការល្អរវាងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ